បាទសូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិទាំងអស់គ្នាសូមស្វាគមន៍មកកាន់តម្រាប្រវត្តិអេពីសូតទី27ឬក៏ភាគទី27ហើយនៅក្នុងអេពីសូតទី27នេះយើងនឹងមកសិក្សាអំពីស្ថានភាពប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងកម្ពុជានៅក្នុងសតវត្សទី18អញ្ចឹងយើងបានដឹងហើយនៅក្នុងអេពីសូតទី26យើងបាននិយាយគ្នាអំពីស្ថានភាពកម្ពុជានៅដើមសម័យឧដុង្គឬក៏ក្នុងសតវត្សទី17ឃើញថាប្រទេសកម្ពុជាគឺធ្លាក់ក្នុងវិបត្តិមែនទែនដោយសារមានម្ខាងពឹងពាក់ខាងដៃវៀតហើយម្ខាងទៀតពឹងពាក់ខាងក្រុងឧទ្យាជាដែលធ្វើឲ្យប្រទេសកម្ពុជាគឺធ្លាក់ដុនដាបយ៉ាងខ្លាំងក្នុងវិបត្តិផ្ទៃក្នុងហើយមុននឹងយើងចាប់ផ្ដើមមេរៀនថ្មីនេះខ្ញុំសូមឲ្យអ្នកទាំងគ្នាជួយ like share ក៏ដូចជា subscribe channel ថ្មីមួយនេះផងដើម្បីជាកម្លាំងចិត្តឲ្យយើងបន្តធ្វើវីដេអូបន្ថែមទៀតសម្រាប់ចែកចាយទៅកាន់បងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សូមបញ្ជាក់ផងដែរមេរៀនក៏ដូចជាព័ត៌មានដែលខ្ញុំនឹងលើកឡើងបន្តិចទៀតនេះគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដែលរៀបរៀងដោយសាស្ត្រាចារ្យអិនអោមសាមេងអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាព្រះរាជាណាចក្រកម្ពុជានៅសតវត្សទី18 1. ស្ថានភាពសកលលោកនៅសតវត្សទី18របបសក្តិភូមិនៅអឺរ៉ុបបានធ្លាក់ចូលក្នុងវិបត្តិមួយដ៏ធ្ងន់ធ្ងររបបមូលធននិយមបានទទួលជោគជ័យនៅក្នុងប្រទេសមួយចំនួនដូចជាហូឡង់អង់គ្លេសបារាំងអាមេរិកខាងជើងរបបនេះជាពន្លកនៃលទ្ធិអាណានិគមនិយមម្ល៉េះហើយចាប់ពីពេលនោះមកពួកអាណានិគមនិយមក៏ចាប់ផ្ដើមត្រួសត្រាយផ្លូវចូលទៅក្នុងទ្វីបអាស៊ីអាហ្វ្រិកនិងអាមេរិកព្រោះថាកំណើតរបបសេដ្ឋកិច្ចថ្មីនិងរបបសង្គមថ្មីទាមទារផលប្រយោជន៍នឹងមុខមាត់ក្នុងពិភពលោកនៅទ្វីបអាស៊ីការបែកបាក់ទំនាស់រាជបល្ល័ង្កចម្បាំងគ្នាឯងការបែងចែកដែនដីឡាក់កើតមានស្ទើរគ្រប់ប្រទេសទាំងអស់ម្ល៉េះហើយការគំរាមកំហែងពីបណ្ដាប្រទេសអឺរ៉ុបបានធ្វើឲ្យមានការព្រួយបារម្ភនិងភិតភ័យយ៉ាងខ្លាំង 2. ស្ថានភាពរាជាណាចក្រអយុធ្យាក្នុង30ឆ្នាំនៃដើមសតវត្សទី18ព្រះរាជាណាចក្រអយុធ្យាមានភាពច្របូកច្របល់មួយបណ្ដាលមកពីទំនាស់រាជបល្ល័ង្កនិងសង្គ្រាមរវាងភូមានិងសៀមនៅឆ្នាំ1767ប្រទេសភូមាបានវាយចូលក្រុងអយុធ្យារាជវាំងសៀមត្រូវកំទេចផ្ទះសម្បែងត្រូវដុតបំផ្លាញស្ដេចសៀមត្រូវគេធ្វើកុដព្រះញាតិវង្សត្រូវបែកខ្ញែកនិងត្រូវភូមាចាប់យកទៅ 3. ស្ថានភាពរាជាណាចក្រដៃវៀតចាប់តាំងពីសតវត្សទី18អំណាចស្ដេចក្រាញ់ងវៀនបានរឹងមាំនៅក្នុងភាគខាងត្បូងនៃប្រទេសនៅឆ្នាំ1774ស្ដេចត្រាញ់ងវៀនបានឡើងគ្រងរាជ្យនៅរាជធានីវ៉េស្ដេចងវៀនបានប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីអំណាចថាំងឡុងប៉ុន្តែភាពផ្ដាច់ការខ្ជះខ្ជាយរបស់ស្ដេចងវៀនបានធ្វើឲ្យប្រជាជនមានការក្តៅក្រហាយយ៉ាងខ្លាំងនៅសតវត្សទី18ចលនាតៃសឺនក៏បានផ្ទុះឡើងហើយបានផ្ដួលរំលំស្ដេចងវៀននៅវ៉េនិងស្ដេចនៅថាំងឡុងនៅឆ្នាំ1778ចលនានេះបានបង្ក្រាបពួកបរទេសឈ្លានពានមានចិននិងសៀមប៉ុន្តែចំពោះកម្ពុជានិងឡាវរដ្ឋអំណាចតៃសឺនមានទំនាក់ទំនងល្អ 4. ស្ថានភាពព្រះរាជាណាចក្រកម្ពុជានៅសតវត្សទី18ជាទូទៅក្នុងកំឡុងសតវត្សទី18នេះព្រះរាជាណាចក្រកម្ពុជាពុំបានទទួលការឈ្លានពានធំដុំពីប្រទេសជិតខាងទេព្រោះថាប្រទេសទាំងនោះក៏កំពុងតែជួបប្រទះការលំបាកផ្ទាល់ខ្លួនដែរប៉ុន្តែស្ថានភាពក្នុងប្រទេសនៅតែធ្ងន់ធ្ងរបណ្ដាលមកពីទំនាស់រាជបល្ល័ង្កនៅក្នុងសតវត្សទី18មានស្ដេច13អង្គឡើងសោយរាជ្យជាបន្តបន្ទាប់ដែលក្នុងនោះមាន7អង្គត្រូវគេធ្វើគុត3អង្គត្រូវគេផ្ដួលរំលំហើយនឹងមានចលនាប៉ះបោធំ4លើកព្រះរាជាណាចក្រកម្ពុជាក្នុងរាជព្រះបាទធម្មរាជារាជទី2ព្រះអង្គបានគ្រងរាជ្យម្ដងរួចហើយនៅគ្រិស្តសករាជ1702ក្នុងព្រះជន្ម12វស្សាព្រះបិតាព្រះអង្គគឺព្រះបាទជ័យជេដ្ឋាទី4កាន់កាប់កិច្ចការរាជការជំនួសគ្រិស្តសករាជ1704ព្រះបាទជ័យជេដ្ឋាទី4ឡើងគ្រងរាជ្យវិញតលតែមកដល់ឆ្នាំ1706ទើបព្រះធម្មរាជាឡើងគ្រងរាជ្យជាលើកទី2នៅក្នុងរាជ្យលើកទី2ជាទូទៅប្រទេសបានសុខសាន្តប៉ុន្តែនៅគ្រិស្តសករាជ1710ព្រះអង្គអែមដែលត្រូវជាបងថ្លៃរបស់ព្រះអង្គបានធ្វើការឡោមព័ទ្ធក្រុងឧដុង្គហើយមានជនជាតិសម្រែនិងគួយនៅតំបន់អង្គរនិងកំពង់ធំនិងក្រុងវ៉េគាំទ្រផងដែរព្រះបាទធម្មរាជាភៀសព្រះអង្គទៅប្រទេសសៀមព្រះអង្គអែមបានឡើងសោយរាជ្យក្នុងរាជព្រះអង្គកម្ពុជាមានចម្បាំងមួយជាមួយនឹងព្រះបាទធម្មរាជាដែលសៀមគាំទ្រនៅឆ្នាំ1722ព្រះអង្គអែមបានផ្ទេររាជសម្បត្តិទៅឲ្យព្រះសត្ថាទី2ក្នុងរាជព្រះសត្ថាទី2មានសង្គ្រាមនិងចលាចលមិនឈប់ឈរ
ឆ្លៀតឱកាសនេះក្រុងវេបានភ្ជាប់ខេត្តមេសរនិងខេត្តលង្ហោទៅក្នុងដែនដីដៃវៀតនៅឆ្នាំ1731បារាជ័យក្នុងសង្គ្រាមនៅតំបន់ព្រំប្រទល់ខាងលិចនិងវិបត្តិក្នុងរាជវាំងបានបង្ខំឲ្យព្រះសត្ថាទី2ភៀសខ្លួនទៅប្រទេសដៃវៀតនៅឆ្នាំ1738ព្រះធម្មរាជាបានត្រឡប់ពីសៀមមកគ្រងរាជវិញក្នុងនេះការគំរាមកំហែងនៅតាមតំបន់ព្រំប្រទល់ខាងលិចពុំអាចមានឡើយដូច្នេះនៅក្នុងរាជព្រះបាទធម្មរាជាចុងក្រោយនេះការប្រុងប្រយ័ត្នមានតែនៅលើដែនដីអាគ្នេយ៍ប៉ុណ្ណោះបន្ទាប់ពីមានការទាស់ទែងប្រយុទ្ធគ្នាដើម្បីដណ្ដើមរាជសម្បត្តិពីឆ្នាំ1747មកព្រះបាទជ័យជេដ្ឋាទី5ដែលជាមហាក្សត្រប្រឆាំងនឹងយួនយ៉ាងសកម្មបានឡើងគ្រងរាជ្យចម្បាំងរវាងកម្ពុជាយួនបានប្រព្រឹត្តទៅយ៉ាងយូរហើយបានបណ្ដាលឲ្យមានការអន្តរាយជាច្រើនទាំងសងខាងកងទ័ពខ្មែរអាចការពារព្រំដែនរាជាណាចក្រទាំងខាងលិចនិងខាងកើតក្រោយពេលព្រះបាទជ័យជេដ្ឋាទី5ចូលទីវង្គតនៅគ្រិស្តសករាជ1755ដោយសារអំពើក្បត់របស់មន្ត្រីខ្មែរចៅហ្វាមូស៊ូនិងបែនកម្ពុជាជួបវិបត្តិដ៏ធ្ងន់ធ្ងរក្នុងជីវភាពសង្គមនិងសេដ្ឋកិច្ចហេតុការណ៍នេះបានធ្វើឲ្យរំខានដល់ការលូតលាស់របស់សង្គមខ្មែរផ្ទុយទៅវិញប្រទេសសៀមនឹងបានលូតលាស់យ៉ាងឆាប់រហ័សហើយបានក្លាយជាគូប្រឆាំងកាន់តែខ្លាំងសម្រាប់ប្រទេសកម្ពុជានៅក្នុងរាជរបស់ព្រះបាទឧទ័យទី2ព្រះអង្គបានទទួលស្គាល់ប្រព័ន្ធអាណាព្យាបាល2លើប្រទេសកម្ពុជាប្រទេសសៀមនិងយួនបានបង្ហាញឲ្យឃើញការប៉ុនប៉ងដណ្ដើមយកប្រទេសកម្ពុជាធ្វើជាសាមញ្ញរដ្ឋរៀងៗខ្លួនរហូតដល់ដើមសតវត្សទី19ស្ថានភាពនៅប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរថែមទៀតជាហេតុធ្វើឲ្យប្រទេសមានវិបត្តិនយោបាយកាន់តែជ្រៅទៅបាទនេះគឺជាមេរៀនមួយចំនួនធំតាក់ទងអំពីស្ថានភាពប្រទេសកម្ពុជានៅក្នុងសតវត្សទី18ក៏ដូចជាស្ថានភាពប្រទេសជិតខាងយើងផងដែរហើយយើងឃើញហើយថានៅក្នុងសតវត្សទី18ប្រទេសកម្ពុជាយើងគឺបានធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរស្ដេចសោយរាជ្យបន្តបន្ទាប់ហើយក៏បានត្រូវគេធ្វើគុតហើយក៏បានគេទម្លាក់រាជ្យរីឯប្រទេសជិតខាងយើងវិញក៏មានវិបត្តិដូចគ្នាប៉ុន្តែវិបត្តិឈ្លានពានពីបរទេសមិនមានវិបត្តិផ្ទៃក្នុងជាដុំកំភួនឡើយក្រោយពីវិបត្តិរវាងព្រះរាជានិងព្រះរាជាយើងក៏ឃើញហើយមានមន្ត្រីខ្មែរមួយចំនួនបានក្បត់ឧត្តមគតិខ្លួនឯងហើយចុះចូលជាមួយនឹងប្រទេសដទៃដើម្បីបំផ្លាញជាតិរបស់ខ្លួនឯងនេះគឺជាប្រវត្តិសាស្ត្រមួយដែលយើងគួរតែដឹងហើយគួរតែសិក្សាពីវាហើយដំណើរប្រវត្តិអេពីសូតទី27ក៏ឈានមកដល់ទីបញ្ចប់ផងដែរសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ដំណើរប្រវត្តិសូមអរគុណសូមជម្រាបលា